តែឆ្ងល់ថា IT ជាអីហើយ IT និង IT ដឹងតែចេះ hack Facebook ឯងមែន but actually IT is more than that អញ្ចឹងហើយបានជាយើងនៅតែយល់ឃើញថាប្រទេសកម្ពុជានៅតែឲ្យនិយមទៅកាន់ពាក្យ IT ខុសអញ្ចឹងឥឡូវពួកយើងមកមើលពី situations ICT នៅកម្ពុជាទាំងអស់គ្នាអញ្ចឹងពួកយើងមាន3បញ្ហាធំៗគឺ misconceptions មានន័យថា people នៅប្រទេសកម្ពុជាយើងគេថា technology field ឲ្យតែរៀន technology ដឹងតែពី hacking ក៏ដូចជាជួសជុលម៉ាស៊ីនអីហ្មងហើយ limit ICT education high school អត់ prioritize digital skill នៅក្នុងកាលវិភាគសិក្សារបស់ពួកគាត់ទេក៏ដូចជាមួយចុងក្រោយគឺ high demands but low supply មានន័យថា in industry 4.0 area most job require people to have at least basic skill ប៉ុន្តែដោយសារតែពួកគាត់កង្វះអស់ហ្នឹងហើយបើពួកគាត់ព្យាយាមរកការងារដែលអត់តាក់ទងជាមួយ digital អញ្ចឹងទៅដែលធ្វើឲ្យកង្វះខ្វះខាតនៅកម្លាំងពលកម្មផ្នែក digital តែបញ្ហាហ្នឹងពួកយើងចេះតែនឹកឃើញខ្លួនឯងមែនជាក់ស្ដែងពួកយើងបានធ្វើ problem validations នៅឯសាលាឧដុង្គដែរដែលពួកយើងរកឃើញបញ្ហាថា digital education អត់ត្រូវបានផ្ដល់ឲ្យឬក៏ផ្ដល់សារៈសំខាន់នៅ high school ទេហើយមួយទៀតហ្នឹងគឺភាគច្រើនហ្មងអាចថាពួកគាត់អត់ដឹងពីរបៀបប្រើ Microsoft ទេដូចជា Word Excel ឬក៏ PowerPoint អីហ្នឹងហើយអីតាមរយៈការសម្ភាសផ្ទាល់ដែលពួកយើងជួបពួកគាត់ហ្នឹងអីដែលពួកគាត់ចង់បានគឺ online website សម្រាប់ learning ក៏ដូចជាការសហការរវាងក្រសួងពាក់ព័ន្ធសម្រាប់ការរៀន digital សម្រាប់ learning platform ដែរហើយនឹងមានគ្រូបន្ថែមដើម្បីទៅ teach digital skill នៅឯសាលាពួកគាត់អញ្ចឹងពួកយើងមានបាន propose នៅ solution មួយគឺ Canvas learning platform ជា prototype របស់ពួកយើងដំបូងពួកយើងត្រូវcreate account សិននៅពេលដែល create account ហើយពួកយើងនឹងចូលទៅក្នុង topic ជាច្រើនដែលមានដូចជា introduction ឬ IT essential អីនៅពេល click on coding basic វានឹងមានកូន topic ជាច្រើនទៀតរបស់ coding basic អញ្ចឹងឥឡូវយើងនឹងចូលទៅលេង game ទាំងអស់គ្នានៅដំបូងពេលដែលចុចទៅលើ topic ណាមួយវានឹងមាននៅ introduction ពី topic ហ្នឹងហើយមានពាក្យថា take quiz now នៅខាងក្រោមអញ្ចឹងនៅពេលយើង click នៅខាងក្រោមហ្នឹងគឺវានឹងចូលដល់ options ថាយើងជា multiplayer ឬក៏ single player បើយើងលេងតែឯងវាមានពីរ easy ឬក៏ challenge អញ្ចឹងក្នុងទម្រង់ជា quiz ស្អឹមធម្មតាអញ្ចឹងនៅក្នុង challenge គឺយើងរៀង challenge ជាងមុនអីចឹងទៅចាំបើសិនជា multiplayer ពួកយើងអាចអញ្ជើញមិត្តភក្តិរបស់ពួកយើងមកលេងជាមួយបានដែលអាចលេង2នាក់អីចឹងទៅអញ្ចឹងអានេះវារៀង challenge ជាងមុនហើយនឹងរៀងរន្ធត់ជាងមុនអីចឹងទៅហើយ target customer របស់ពួកយើងហ្នឹងគឺពួកយើង target ទៅលើ Cambodian high school student នៅចន្លោះពីថ្នាក់ទី10ដល់ទី12ដែលពួកគាត់អាចមាន smartphone ហើយនឹង access ទៅប្រើ internet បាន high value propositions របស់ពួកយើងគឺ skill development ឲ្យ user ហ្នឹងអាចដឹងថាអ្វីជា fake news អ្វីជាព័ត៌មានពិតតាមរយៈការ learning interactive gameplay បាន transform digital literacy topic ទៅជា game ដែលសប្បាយៗវិញអញ្ចឹងការណាដែលយើងផ្សារភ្ជាប់ការរៀនជាមួយនឹងការលេង game គឺអត់ធ្វើឲ្យយើងធុញក៏ដូចជា social impacts and empowerment បានថា aim to close the digital literacy gap in Cambodia ឲ្យប្រជាជននៅឯទីជនបទនិងនៅទីក្រុងមានគម្លាតនៃការយល់ដឹងពីផ្នែក digital កាន់តែតិចទៅហើយពួកយើងក៏បានធ្វើ market validations ដូចគ្នាដែលពួកយើងរកឃើញថាប្រមាណជាប្រជាជនប្រមាណជា67.5%គឺគាត់អាចមាន internet access ហើយប្រមាណជា70%ដែលពួកគាត់ lack នៅ digital literacy skill competitor analysis របស់ពួកយើងបាន compare ជាមួយនឹង Sister of Code eSchool and PNC Cambodia ដូចដែលយើងបានឃើញអញ្ចឹងគឺ Sister of Code គឺ free to learn ប៉ុន្តែ they focus on a female gender ហើយពួកគាត់ត្រូវតែរៀននៅផ្ទាល់ហ្មងពួកគាត់អត់មាន online learning platform ទេតែ Gen Z Techs offer នៅ free learning platform ក៏ដូចជា online learning ហើយ campus learning បែបស្បាយៗបើ e-school វិញគឺយើងត្រូវ pay លុយប៉ុន្តែគឺការរៀនតាម online APNC free to learn but they also have to ទៅរៀនផ្ទាល់នៅកន្លែងដូចគ្នាតើតើជាមួយ partnership ពួកយើង to have partnership with a new spread the world incorporate ទៅ public education ក៏ដូចជា partnership ជាមួយនឹងខាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផងដែរ
ហើយសម្រាប់ project ហ្នឹងបានពួកយើងត្រូវការ core team ចំនួន8នាក់ដែលពួកគាត់មានតួនាទីខុសៗគ្នាដូចជា CEO CTO Product Manager Software Engineer UX UI Design Marketing Manager Sales Partnership Manager ហើយនិង Customer Support Manager ដូចគ្នាហើយតើពួកយើង generate income ក៏ដូចជាហូរលុយតាមរយៈបែបណាគឺតាមរយៈ ad click បានន័យថា app របស់ពួកយើងនឹង offer user use for free ហើយពួកយើងនឹង get a sponsorship ក៏ដូចជា ad click ជាមួយនឹង advertise ផ្សេងៗហើយក៏ដូចជា user អាចទិញនៅបាយ coin ដើម្បី have សម្រាប់ប្រើជាជំនួយនៅតាមវគ្គនៃ game នីមួយៗផងដែរហើយពួកយើងក៏មាន scalability សម្រាប់ project នេះដែរបានន័យថាបែងចែកចេញជា3ធំៗគឺ short term នៅក្រោម1ឆ្នាំ medium term ចន្លោះពី1ទៅ3ឆ្នាំហើយនិង long term ពី3ទៅ5ឆ្នាំចុងក្រោយអញ្ចឹងសម្រាប់ short term ពួកយើង establish a strong foundation launch នៅ MVP product របស់ពួកយើងជាមួយនឹង core feature ក៏ដូចជា basic lessons ហើយនិង mini game ដូចគ្នាហើយក៏ដូចជាcollaborate ជាមួយនឹង Ministry of Education ក៏ដូចជា Ministry of Post and Telecommunication ដើម្បីផ្សព្វផ្សាយនៅ product របស់ពួកយើងឲ្យសិស្សនៅវិទ្យាល័យកាន់តែស្គាល់អញ្ចឹងនៅlevel 2បានន័យថា medium term ពួកយើង expand user nationwide ឲ្យសាលាកាន់តែច្រើនបានប្រើ app របស់ពួកយើងហើយ develop វាទៅជា offline mode introduce នៅ more digital literacy topic ក៏ដូចជា strengthen នៅ connection ជាមួយនឹង non organizations ផ្សេងៗដើម្បី hold fund ប្រាក់សម្រាប់ឧបត្ថម្ភផ្សេងៗហើយសម្រាប់ long term របស់ពួកយើងគឺ localize app ទៅកាន់ប្រទេសជិតខាងក៏ដូចជា include នៅ certificate ដែលបានន័យថាគាត់រៀនបានទាំងសប្បាយបានទាំង certificate ដែលបញ្ជាក់ពីសមត្ថភាពរបស់ពួកគាត់ទៀតហើយហ្នឹង expand into a mass market